22របៀបស្វែងរកទិន្នន័យផ្សេងៗតាមរយៈ form យើងមានតារាងបញ្ជីឈ្មោះបុគ្គលិកមួយដែលមានចំនួនច្រើនរយនាក់ហើយយើងមានការពិបាកក្នុងការរកមើលឈ្មោះបុគ្គលិកណាមួយភ្លាមៗដូច្នេះយើងត្រូវអនុវត្តដូចតទៅចុច Alt D O នៅលើ keyboard ឬក៏យើងចុចយក form មកដាក់ក្នុងជួរ Customize Quick Access Toolbar ក៏បានដោយអនុវត្តដូចតទៅទី1យើងចុចម៉ៅខាងស្ដាំលើ file យកពាក្យ Customize Quick Access Toolbar ទី2ចុចលើ Quick Access Toolbar ទី3ចុចនៅលើ All Command ទី4ចុចនៅលើ Form ទី5ចុចនៅលើ Add ទី6ចុចនៅលើ OK ទី7ចុចនៅលើប៊ូតុង Form ទី8ចុចនៅលើ Criteria ទី9វាយឈ្មោះបុគ្គលិកដែលចង់រកចូលក្នុងប្រអប់ Name ទី10ចុចនៅលើ Find Next ពេលមើលរួចហើយយើងចុចនៅលើប៊ូតុង Close